ឥឡូវយើងជួននៅព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងបញ្ហាយឺដប់ផ្លូវ5បាទផ្លូវ5ធនយៈដឹកឈើប៉និតពេញព្រៀបបាទលោតឆាត់បាទព្រងទៅវៀតណាមតាមច្រកអូយ៉ាដាវក៏ប៉ុន្តែត្រូវបានកើចល័តចាប់ជាប់បាទរថយន្តម៉ាកយីដប់ខ្នាតធំមួយគ្រឿងផ្ទុកឈើប៉និតពេញព្រៀបបាទគឺប្រភេទឈើចម្រុះបាទគឺបំរុងនឹងលោតឆាត់ទៅកាន់ប្រទេសវៀតណាមបាទតាមច្រកទ្វារអន្តរជាតិអូយ៉ាដាវតែម្ដងប៉ុន្តែយីអ៊ុនដាក់ត្រូវបានកម្លាំងចម្រុះរួមមានកើចល័តដឹកនាំដោយលោកព្រៀបកេរ៉ាត់និងសម្លាំងសមត្ថកិច្ចចូលរួមសហការផ្សេងទៀតបាទបានធ្វើការចាប់ឃាត់បាទជាពិសេសគឺកងរាជវុធហត្ថបានចូលរួមធ្វើការចាប់បង្ក្រាបរបទល្មើសនេះបាទធ្វើការចាប់បង្ក្រាបបានចំណែកម្ចាស់រថយន្តវិញគឺជាឈ្មួញមួយដែលត្រូវបានគេអះអាងថាមានភាពស្និទ្ធស្នាលជាមួយអ្នកធំនៅខេត្តរតនគិរីបាទគឺគេមិនបញ្ចេញអត្តសញ្ញាណទេប៉ុន្តែអ្នកធំនៅរតនគិរីបាទស្និទ្ធស្នាលហើយឈ្មោះហ្នឹងបានរត់គេចបាត់សមោលនៅពេលដែលសមត្ថកិច្ចចុះធ្វើការបង្ក្រាបប្រតិបត្តិការខាងលើនេះប្រព្រឹត្តទៅនៅវេលាម៉ោង9យប់ថ្ងៃ25វិច្ឆិកាឆ្នាំ2015នៅចំណុចក្បែរច្រកទ្វារអន្តរជាតិអូយ៉ាដាវនឹងតែម្ដងគឺស្ថិតនៅក្នុងភូមិប៉ក់ធំឃុំប៉ក់ញ៉ៃស្រុកអូយ៉ាដាវខេត្តរតនគិរីបាទបើតាមការដឹងពីសមត្ថកិច្ចដឹងថារថយន្តយីដប់នេះចេញពីក្រុងបានលុងមកតាមបណ្ដោយផ្លូវចិត្តលេខ78ឆ្ពោះទៅកាន់ព្រំដែនជាមួយនឹងប្រទេសវៀតណាមគេបំណងមកគេគឺចេញទៅតាមច្រកអូយ៉ាដាវហ្នឹងបាទនេះជាលើកទី1ហើយដែលកម្លាំងកយចល័តធ្វើការបង្ក្រាបបាទគឺបានរថយន្តប្រភេទធុនធំបែបហ្នឹងរបស់ឈ្មួញដែលត្រូវបានគេអះអាងថាខ្សែស្រឡាយថ្នាក់ដឹកនាំខេត្តរតនគិរីខ្សែស្រឡាយគឺថាគឺចង់សម្ដៅថាស្និទ្ធស្នាលបាទដែលកន្លងមកចាប់អត់ដែលបានទេទើបតែកយចល័តចាប់បាននេះទស្សនិកជនយោងតាមប្រភពមកទៀតសមមិញយើងបានទទួលប្រភពព័ត៌មានច្រើនអំពីបញ្ហាចាប់ឡាននៅខេត្តរតនគិរីហ្នឹងប្រភពបានរាយការណ៍ថារថយន្តនេះដឹកឈើបាទមកពីតំបន់ដែលគេប្រមូលផលអនុផលព្រៃឈើហ្នឹងគឺឆ្លងកាត់កណ្ដាលក្រុងបានលុងតែម្ដងក៏ប៉ុន្តែសមត្ថកិច្ចក្រមអាវ៉ាតនៃខេត្តរតនគិរីបូករួមទាំងរដ្ឋបាលព្រៃឈើនៃខេត្តរតនគិរីផងអត់ចាប់ទេបាទអត់ចាប់ទេដោយសារតែឈ្មួញម្ចាស់ឈើនិងអ្នកធំខ្លះដែលមានឥទ្ធិពលក្នុងខេត្តរតនគិរីបាននិយាយត្រូវគ្នាជាពិសេសឈ្មួញនឹងបានចិញ្ចឹមឆ្នាំងរដ្ឋបាលព្រៃឈើនៅខេត្តរតនគិរីនេះញយដងញយឬក៏ជាទម្លាប់មកហើយបាទជាទម្លាប់មកហើយដូច្នេះទើបគេអះអាងថាគេមានឥទ្ធិពលខ្លាំងនៅក្នុងខេត្តរតនគិរីនោះហើយបានជាគេអាចនាំឈើដោយខុសច្បាប់ចេញតាមច្រកទ្វារអន្តរជាតិអូយ៉ាដាវនឹងតែម្ដងព្រោះនេះគឺជារឿងមួយចម្លែកអីចម្លែកត្រង់ថាកន្លងមកគ្មាននរណាអាចនាំឈើចេញតាមច្រកទ្វារអន្តរជាតិដោយគ្មានការបង់ពន្ធឬក៏គ្មានការអនុវត្តតាមច្បាប់នោះទេបាទក៏ប៉ុន្តែនៅខេត្តរតនគិរីដោយសារតែឈ្មួញខ្លះគឺថាមានឥទ្ធិពលគ្របដណ្ដប់លើមន្ត្រីក្រមអាវ៉ាត់ថ្នាក់ខេត្តនោះបាទធ្វើឲ្យពួកគេអាចនាំឈើចេញតាមច្រកទ្វារអន្តរជាតិតែម្ដងបើសិនជាគ្មានវត្តមានរបស់មន្ត្រីកយចល័តដែលចុះពីថ្នាក់នាយកដ្ឋានកយអគ្គនាយកដ្ឋានកយថ្នាក់ក្រសួងបាទចុះទៅទេគឺទំនងជាឈើប្រណិតចម្រោះមួយយីដប់ធំនេះហោះទៅកាន់វៀតណាមបាត់ទៅហើយព្រោះអ្នកនៅរតនគិរីទី1គេមិនហ៊ានចាប់ទី2គេទទួលសំណូករួចទៅហើយបាទនេះគឺជាបញ្ហាមួយដែលសម្ដែងនៃការកត់សរសើរដល់កម្លាំងកយចល័តដែលលោកចាប់បានជាពិសេសគឺសហការជាមួយនឹងអាវុធហត្ថដែលលោកខិតខំក្នុងការចាប់បង្ក្រាបនេះហើយមួយវិញទៀតយោងតាមប្រភពមកថាការចាប់បង្ក្រាបរថយន្តបណ្ឌិតដឹកឈើបណ្ឌិតម៉ាយីដប់នេះគឺជាការធ្វើឲ្យប៉ះឆ្នាំងបាយអ្នកមានឥទ្ធិពលនៅខេត្តរតនគិរីមិនតិចនោះទេបាទមិនតិចនោះទេដូច្នេះហើយបានមន្ត្រីអនុវត្តច្បាប់ទទួលបាននៃការថ្នាក់ពីបុគ្គលខ្លះដែលមានឥទ្ធិពលនៅក្នុងខេត្តរតនគិរីនេះបើយោងតាមប្រភពព័ត៌មានជាធម្មតាទស្សនិកជនយើងពិចារណាបានរឿងនេះមិនជាពិបាកទេ
ធម្មតាគេមានការខុបខិតជាប្រព័ន្ធនៅក្នុងការរកស៊ីឈើហ្នឹងអញ្ចឹងគេតែងតែដឹកចេញទៅតាមច្រកអន្តរជាតិហ្នឹងអត់មានបញ្ហាទេព្រោះឥទ្ធិពលធំបាទឥទ្ធិពលធំអញ្ចឹងស្រាប់តែមានថ្នាក់នាយកអគ្គនាយកដ្ឋានថ្នាក់ក្រសួងទៅចាប់មានន័យថាប៉ះឆ្នាំងបាយអ្នកនឹងនៅមូលដ្ឋានដែលពឹងផ្អែកទៅលើសំណុលប្រភពទុនពីបទល្មើសព្រៃឈើនេះហើយនៅខេត្តរតនគិរីមានរឿងចម្លែកមួយចេះអ្នកធំខ្លះមិនសប្បាយចិត្តជាមួយអ្នកកសែតទេខណៈដែលអ្នកកសែតទៅអង្គុយផឹកកាហ្វេនៅតាមផ្លូវកែងតាមដងផ្លូវហ្នឹងក៏តែពី3អ្នកឡើងទៅក៏គេចាប់ផ្ដើមមិនសប្បាយចិត្តនឹងរកគួនដែរតែហេតុតែគេចោទអ្នកកសែតថាចាំថតរូបសកម្មភាពបទល្មើសព្រៃឈើដែលកំពុងកើតមានគេបែរជាមិនបង្ក្រាបបទល្មើសទស្សនិកជនគេបែរជាមកនិយាយសម្អប់អ្នកកសែតនេះរឿងនៅឯខេត្តរតនគិរីរឿងពិតបាទរឿងពិតដូច្នេះហើយបានជាកន្លងមកមានអ្នកកសែតមួយចំនួនលោកជួយរួមចំណែកផ្ដិតមេដាយប្តឹងទៅក្រសួងមហាផ្ទៃប្តឹងមកក្រសួងព័ត៌មាននិងប្តឹងទៅកាន់សមាគមអង្គការអ្នកសារព័ត៌មានដើម្បីបញ្ជាក់ឲ្យឃើញថាមានការរំលោភសិទ្ធិអ្នកសារព័ត៌មាននៅខេត្តរតនគិរីកន្លងមកបាទបទល្មើសមិនចាប់មករករឿងអ្នកដែលធ្វើឲ្យបែកធ្លាយមេកមីឬអាស្រូវរបស់ខ្លួនដែលទទួលប្រយោជន៍ពីបទល្មើសបាទនេះគឺរឿងពិតនៅឯខេត្តរតនគិរីបាទរតនគិរី